ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំបានឆាគ្រឿងសាច់ជ្រូកចាស់ពុកម៉ែបងប្អូនបន្ទាប់ពីហាន់សាច់ជ្រូកហើយនាងខ្ញុំក៏ចាក់ប្រេងឆាចូលមកក្នុងខ្ទះបន្ទាប់មកទៀតក៏ដាក់ខ្ទឹមសនិងរំដេងដែលនាងខ្ញុំបានច្រាំរួចហ្នឹងយកមកលីងវាឈ្ងុយណាពុកម៉ែបងប្អូនចាលីងវាឈ្ងុយឲ្យវាក្រហមទៅបន្ទាប់ពីយើងលីងវាឈ្ងុយក្រហមហើយយើងក៏ចាក់គ្រឿងបុកចូលពុកម៉ែបងប្អូនគ្រឿងនេះជាគ្រឿងដែលខ្ញុំទិញស្រាប់មកគេបុកហើយពុកម៉ែបងប្អូនហើយយកមកដាក់មកឆាវាជាមួយនឹងខ្ទឹមជាមួយនឹងម្ដេងហ្នឹងទៅពុកម៉ែបងប្អូនឆាវាឲ្យវារៀងឡើងឈ្ងុយឡើងក្លិនឈ្ងុយតិចទៅតមកទៀតយើងក៏ចាប់ផ្ដើមដាក់គ្រឿងចូលដូចជាអំបិលស្ករប៊ីចេងអញ្ចឹងណាពុកម៉ែបងប្អូនចាដាក់វាឆាជាមួយគ្រឿងមកសាទៀតឆាវាឈ្ងុយហើយចាំចាក់សាច់ជ្រូកយើងចូលចាបន្ទាប់ពីយើងចាក់សាច់ជ្រូកយើងចូលរួចរាល់ហើយពុកម៉ែបងប្អូនហើយក៏យើងឆាសាច់ជ្រូកជាមួយនឹងគ្រឿងហ្នឹងឲ្យវាចូលជាតិគ្នាអញ្ចឹងណាពុកម៉ែបងប្អូនឲ្យសាច់ជ្រូកនិងគ្រឿងហ្នឹងវាចូលគ្នាជាល្បាយតែមួយទៅតទៅទៀតយើងក៏បន្តឆាវាទៀតរហូតដល់សាច់ជ្រូកនេះវារាងឆ្អិនបន្តិចហើយវាឡើងក្លិនឈ្ងុយខ្លាំងអញ្ចឹងណាហើយខ្ញុំក៏បានធ្វើការចាក់ទឹកយើងធម្មតាបងប្អូនចាចាក់ទឹកធម្មតានឹងចូលបងប្អូនបន្ទាប់ពីចាក់ទឹកហើយអីហើយខ្ញុំក៏បានគ្របវាទុកចោលម្លែកបងប្អូនហើយយើងទៅមើលរៀបចំម្លែរបស់យើងវិញណាបងប្អូនចាហើយម្លែនាងខ្ញុំថ្ងៃនេះក៏មានអីច្រើនដែរមានតែត្រប់ស្រួយ5 6ផ្លែហ្នឹងឯងហើយជាមួយនឹងម្រះព្រៅបងប្អូនណៃគេថាបន្ទាប់ពីយើងលាងយើងចាប់បន្លែហើយក៏យើងមកមើលស្លរបស់យើងឃើញថាស្លរបស់យើងពុះហើយបើអញ្ចឹងយើងអាចដាក់បន្លែចូលបានហើយណាបងប្អូនបើអញ្ចឹងខ្ញុំក៏រៀបចំដាក់ត្រប់ស្រួយដែលខ្ញុំបានចិតអំបញ្ញមិញហ្នឹងខ្ញុំក៏ដាក់ចូលបងប្អូនចាបន្ទាប់ពីខ្ញុំដាក់ត្រប់ស្រួយចូលហើយអញ្ចឹងបងប្អូនយើងក៏លក្ខណៈថាយកគោវែកឆាមកគោវាអញ្ចឹងទៀតណាបងប្អូនដើម្បីងាស់ទ្របនឹងឲ្យវារៀងឆ្អិនបន្តិចពួកអីតែខ្ញុំអត់ចេះហូបទេទ្របនៅឆាយជួយឲ្យរៀងឆ្អិនបន្តិចចឹងបន្ទាប់ពីយើងដាក់ងាស់ទ្របចោលហើយយើងក៏មកឆ្លៀតបេះជាមួយនឹងស្លឹកម្រះព្រៅរបស់យើងណាបងប្អូនខ្ញុំចូលចិត្តណាស់ម្រះព្រៅខ្ញុំបិទដាក់បដាគឺខ្ញុំហាត់បដាបេះបដាហាត់បដាចូលមកបងប្អូនណាពួកអីវាឈ្ងុយបងប្អូនតមកទៀតខ្ញុំក៏នេះមកថែមគ្រឿងក្នុងស្លយើងព្រោះវាស្ទើរជាតិវិសាបងប្អូនខ្ញុំថែមអំបិលហើយឆាគ្រឿងខ្ញុំថ្ងៃនេះក៏រៀងកូនកាត់តិចដែរបងប្អូនហើយធម្មតាខ្ញុំប្រើអំបិលទុំប៉ុន្តែថ្ងៃនេះខ្ញុំអត់មានអំបិលទុំខ្ញុំក៏ប្រើជាក្រូចឆ្មាមកជំនួសបើសិនជាបងប្អូនមានអំបិលទុំអាចដាក់ជាអំបិលទុំទៅវាឆ្ងាញ់ចឹងដាក់ក្រូចឆ្មាចឹងណាបងប្អូនចាតទៅពីដាក់គ្រឿងហើយខ្ញុំក៏ចាប់ផ្ដើមដាក់ម្រះព្រៅដាក់អីហ្នឹងក៏ឃើញថាមើលម្ហូបរបស់យើងក៏វាឆ្អិនដែរបងប្អូនបើសិនជាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តហើយនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមបាយបាយអរគុណជម្រាបលាពុកម៉ែបងប្អូន